យុទ្ធនាការ10000រៀល10000នាក់ឆ្នាំ2025របស់មូលនិធិគុណធបុប្ផាកម្ពុជាទទួលបានជាង $3.5 លានគិតត្រឹមព្រឹកថ្ងៃទី6ខែមិថុនាឆ្នាំ2025យុទ្ធនាការ10000រៀល10000នាក់ឆ្នាំ2025របស់មូលនិធិគុណធបុប្ផាកម្ពុជាទទួលថវិកាបរិច្ចាគសរុបប្រមាណ$3,517,198 អាមេរិកពីសប្បុរសជនចំនួន241,832 នាក់នេះបើយោងតាមការបញ្ជាក់របស់លោកជំទាវបណ្ឌិតវិជ្ជមនីហ៊ុនម៉ាណែតប្រធានកិត្តិយសនៃមូលនិធិគុណធបុប្ផាកម្ពុជាតាមរយៈបណ្ដាញសង្គមផ្លូវការរបស់លោកជំទាវយុទ្ធនាការនេះដែលបានប្រកាសបើកការពីថ្ងៃទី1ខែមិថុនាឆ្នាំ2025ក្រោមអធិបតេយ្យភាពលោកជំទាវបណ្ឌិតវិជ្ជមនីហ៊ុនម៉ាណែតនឹងបន្តរហូតដល់បំណាច់ខែមិថុនាឆ្នាំ2025លោកជំទាវបណ្ឌិតវិជ្ជមនីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែបងប្អូននិងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគដើម្បីរួមគ្នាក្តីសង្ឃឹមនិងភាពស្នាមញញឹមដល់ទារកនិងកុមារនៅកម្ពុជាយុទ្ធនាការ10000រៀល10000នាក់ដែលមានរយៈពេលពេញ1ខែមិថុនាត្រូវបានបង្កើតឡើងដោយមូលនិធិគុណធបុប្ផាកម្ពុជាក្នុងគោលបំណងជំរុញចលនាគិកថវិកាសប្បុរសធម៌ឲ្យកាន់តែផុសផុលនិងសកម្មភាពបន្ថែមទៀតក្នុងចំណោមសិស្សនិស្សិតយុវជនមន្ត្រីរាជការថ្នាក់ដឹកនាំពាណិជ្ជករសាធារណជនភរិយាថ្នាក់ដឹកនាំម្ចាស់ក្រុមហ៊ុនសហគ្រាសគណៈកម្មាធិការត្រង់មូលនិធិគុណធបុប្ផាកម្ពុជាប្រចាំក្រសួងស្ថាប័នរដ្ឋបាលរាជធានីខេត្តនិងសមាជិកសមាគមអង្គការកម្ពុជាក្នុងចលនាមនុស្សធម៌របស់ជាតិនិងស្មារតីខ្មែរជួយខ្មែរ